ជាពិសេសយុវវ័យបាទគាត់ស្រឡាញ់គ្នាអញ្ចឹងទៅស្មោះស្ម័គ្រនឹងគ្នាអញ្ចឹងទៅគាត់អត់ដឹងថាត្រូវទៅប្រាប់អ្នកណាទេព្រោះរឿងដំបូងតែ2នាក់អញ្ចឹងណាបាទមានតែតួប្រុសនិងតួស្រីអញ្ចឹងដើម្បីឲ្យដឹងឮទៅដល់អ្នកទី3ហ្នឹងអត់ទាន់ទៅដល់មេបាទេបាទបងប្អូនខ្លះទៀតគាត់ទៅដល់អង្គជីកអង្គចោមសិនមកដល់ខេត្តសៀមរាបហើយសូមឲ្យព្រះអង្គជីកព្រះអង្គចោមនឹងជាសាក្សីបាទដឹងរឿងបងនិងស្រីថាស្មោះស្ម័គ្រលុះខ្សែរហូតរៀងទៅអីចឹងទៅអាហ្នឹងគាត់ប្រាថ្នាសូមស្មោះស្ម័គ្រជាមួយគ្នាអីចឹងទៅបាទសូមឲ្យព្រះអង្គជួយដឹងឮផងអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺមានច្រើនតាមមើលខ្ញុំមានច្រើនប៉ុន្តែដល់ពេលបែកបាក់គ្នាអីយ៉ាងណាយ៉ាងណីទៅប្តឹងព្រះអង្គទៀតអីយ៉ាងណាក៏អត់ដឹងដែរឬនៅខ្ញុំអត់ដឹងដែរបាទព្រះអង្គជេកព្រះអង្គចោមមិនត្រឹមតែជាគេដំណើរសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានពីសម័យអង្គរប៉ុណ្ណោះទេប៉ុន្តែព្រះអង្គគឺជាបេះដូងផ្លូវចិត្តនិងជាបង្អែកជំនឿដ៏ស័ក្តិសិទ្ធិបំផុតរបស់ប្រជាជនខ្មែរឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់និងសង្គ្រាមជាច្រើនសម័យកាលការនៅគង់វង្សរបស់ព្រះបដិមាទាំងពីរអង្គនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃអត្តសញ្ញាណជាតិនិងជំនឿលើផ្នែកព្រះពុទ្ធសាសនាដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្នខ្ញុំព្រះករុណាសូមលំអរកាយក្រាបថ្វាយបង្គំចំពោះព្រះករុណាព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមជម្រាបសួរអស់លោកស្រីលោកយាយលោកតាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ជាទីគោរពវិលមកជួបគ្នាសាជាថ្មីនៅក្នុង Channel របស់ខ្ញុំបាទរៀនពី AI បាទនៅថ្ងៃនេះខ្ញុំនឹងទៅសិក្សានិងស្វែងយល់ពី AI នៅចំណុចមួយទៀតគឺពាក់ព័ន្ធទៅនឹងជំនឿរបស់បងប្អូនយើងជាពិសេសគឺនៅអ្នកនៅក្នុងខេត្តសៀមរាបបាទអ្នកនៅក្នុងខេត្តសៀមរាបគឺព្រះអង្គជេកព្រះអង្គចោមមែនតើទៅព្រះអង្គជេកព្រះអង្គចោមនេះមិនត្រឹមតែជាជំនឿរបស់អ្នកខេត្តសៀមរាបទេបាទប្រជាជនខ្មែរយើងទូទាំងប្រទេសបាទតែងតែមានជំនឿជឿជាក់ទៅលើបារមីរបស់ព្រះអង្គអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងទៅសិក្សាស្វែងយល់អំពីព្រះអង្គជេកព្រះអង្គចោមខ្ញុំអត់ទាន់បានដឹងថាព្រះអង្គជេកព្រះអង្គចោមលោកមានប្រវត្តិយ៉ាងណាឬក៏ប្រភពមកពីណាឬក៏កសាងឡើងពីឆ្នាំណាទេបាទខ្ញុំនិយាយដោយសុទ្ធតែចិត្តទៅគឺខ្ញុំអត់ទាន់បានដឹងស៊ីជម្រៅនៅក្នុងរឿងនឹងតោះតែសោះតែម្ដងប៉ុន្តែកន្លងមកខ្ញុំធ្លាប់បាទបើនិយាយពីការគោរពការបូជាខ្ញុំក៏ធ្លាប់ទៅថ្វាយបង្គំទៅបូជាយករណ្ដាប់បូជាផ្សេងទៅថ្វាយព្រះអង្គផងដែរខ្ញុំជឿថាបងប្អូនយើងស្គាល់ច្បាស់ណាស់ជាពិសេសគឺអ្នករស់នៅក្នុងខេត្តសៀមរាបបាទมันមានអ្នកណាថាដែលមិនស្គាល់ព្រះអង្គជេកព្រះអង្គចោមនោះទេអ្នកខេត្តផ្សេងក៏ដោយដែលមកទស្សនានៅក្នុងខេត្តសៀមរាបប្រសិនបើមិនបានចូលថ្វាយបង្គំដុតធូបបន់ស្រន់បួងសួងទេហាក់ដូចជាភ្លេចអ្វីមួយយ៉ាងហាក់ដូចជាមិនអស់ចិត្តបាទនៅពេលដែលបានមកខេត្តសៀមរាបហើយមិនបានមកបូជាមកថ្វាយបង្គំចំពោះព្រះអង្គជេកព្រះអង្គចោមនោះបាទអញ្ចឹងគឺដើម្បីឲ្យដឹងពីប្រវត្តិរបស់ព្រះអង្គថាព្រះអង្គជាអ្នកណាបាទអង្គជេកអង្គចោមហ្នឹងលោកជាអ្នកណាបាទហើយយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នាមែនទែនទៅព័ត៌មានដែលខ្ញុំទទួលបាននេះគឺព័ត៌មានដែលខ្ញុំសិក្សាស្រាវជ្រាវតាមរយៈ AI ទេហើយរាល់ទិន្នន័យដែលផ្ដល់ដោយ AI ខ្ញុំគិតថាអាចនឹងមានកំហុសឆ្គងខ្លះហើយអញ្ចឹងគឺបើសិនជាមានការខុសឆ្គងកន្លែងណាគឺបងប្អូនយើងសូមមេត្តាអធិស្ឋានអភ័យទោសពីសំណាក់បាទបងប្អូនយើងដែលគាត់មានចំណេះជំនាញច្បាស់លាស់នៅក្នុងចំណុចនេះផងខ្ញុំក៏ដាក់ជាសំណួរសួរទៅខាង AI ថា
ឥឡូវនេះយើងចូលទៅសួរ AI មើលថាប្រវត្តិដើមទងឬក៏ព្រះអង្គជិះព្រះអង្គចោមនេះជាអ្នកស្នងបារមីឬក៏ជាអ្នកសច្ចាំងឬក៏ជាអ្នកណាបាទឥឡូវយើងទៅសួរ AI ទាំងអស់គ្នាព្រោះខ្ញុំអត់បានដឹងដូចគ្នាដែរទេបាទខ្ញុំអត់បានដឹងទេបាទតោះឥឡូវយើងទៅសួរ AI មើលតើ AI គាត់ផ្ដល់ទិន្នន័យមកយ៉ាងម៉េចខ្លះបាទខ្ញុំបានសួរ AI ចំនួន7ចំណុចបាទចំនួន7ចំណុចចំណុចទី1ខ្ញុំសួរថាតើអ្នកដឹងពីប្រវត្តិព្រះអង្គជេកព្រះអង្គចោមដែរឬទេបាទទី2ទាំងពីរអង្គនេះជាពុទ្ធបដិមាឬជាស្រ័យបដិមានេះអត់មានរោទេទាំងពីរអង្គនេះជាពុទ្ធបដិមាឬជាបដិមាស្នងអ្នកសច្ចាំងឬអ្នកមានបារមីនៅទីនោះបាទនេះគឺជាសំណួរទី2ទី3តើរូបបដិមានេះត្រូវបានសាងសង់ឡើងពីពេលណាមកទី4តើប្រជាជនខ្មែរមានជំនឿយ៉ាងណាចំពោះរូបបដិមាទាំងនេះទី5ដើមឡើយរូបបដិមានេះតម្កល់នៅទីណាឥឡូវតម្កល់នៅទីណាទី6តើរូបបដិមាទាំងពីរនេះជានិមិត្តរូបអ្វីចំពោះប្រជាជនខ្មែរ7សូមធ្វើសេចក្តីសន្និដ្ឋានរួមចំពោះរូបបដិមាទាំងពីរនៅក្នុងជំនឿប្រជាជនខ្មែរបាទនេះគឺជាសំណួរដែលខ្ញុំសួរទៅខាង AI មានចំនួន7ចំណុចបាទមានចំនួន7ចំណុចឥឡូវនេះគឺយើងបានទិន្នន័យមកហើយយើងបានព័ត៌មានមកហើយ AI តបមកវិញគាត់ថាសួស្តីបាទខ្ញុំរីករាយណាស់នឹងជម្រាបជូននៅព័ត៌មានលម្អិតអំពីប្រវត្តិនិងជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរព្រះអង្គជេកព្រះអង្គចោមដែលជាពូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិបំផុតមួយនៅក្នុងខេត្តសៀមរាបខាងក្រោមនេះគឺជាការបកស្រាយលម្អិតតាមសំណួរនីមួយៗរបស់អ្នកបាទអញ្ចឹងចំណុចលេខ1និងចំណុចលេខ2គាត់ឆ្លើយសរុបតែម្ដងគឺតើព្រះអង្គជាពុទ្ធបដិមាឬជាបដិមាស្នងអ្នកមានបារមីរូបបដិមាទាំងពីរអង្គនេះគឺជាពុទ្ធបដិមាព្រះពុទ្ធរូបបាទនេះគឺជាចម្លើយរបស់គាត់ខុសត្រូវខ្ញុំសូមអធិស្ឋានពីសំណាក់អស់លោកស្រីលោកយាយលោកតាពុកម៉ែបងប្អូននេះគឺជាចម្លើយរបស់ AI ទេរូបបដិមាទាំងពីរអង្គនេះគឺជាពុទ្ធបដិមាព្រះពុទ្ធរូបមិនមែនជាបដិមាស្នងអ្នកសច្ចាំងឬអ្នកមានបារមីនោះទេបាទនេះគឺជាចម្លើយចំណុច1បាទចំណុច1ព្រះអង្គជេកជារូបបដិមាឈរមានកម្ពស់ខ្ពស់ជាងក្នុងហ្នឹងគាត់ដាក់ថាប្រហែលជា1ម៉ែត្រជាងណាប្រហែលជា1ម៉ែត្រកន្លះឯងព្រះអង្គចោមជារូបបដិមាឈរដែរប៉ុន្តែកម្ពស់ទាបជាងបន្តិចរូបបដិមាទាំងពីរធ្វើអំពីស្ពាន់ឬសំរិទ្ធបាទក្នុងកាយវិការប្រទានអភ័យលើកព្រះហស្ថស្ដាំឡើងដែលជាសញ្ញាតំណាងឲ្យការការពារការរំលត់ទុក្ខភ័យនិងការផ្ដល់សេចក្តីសុខសាន្តតាមបែបព្រះពុទ្ធសាសនាមហាយានឥឡូវយើងចូលដល់ចំណុចទី3ចំណុចទី3ខ្ញុំបានសួរថាតើរូបបដិមានេះត្រូវបានសាងសង់ឡើងពីពេលណាមកតាមការសិក្សាស្រាវជ្រាវរបស់អ្នកបុរាណវិទ្យានិងអ្នកប្រវត្តិវិទ្យារូបបដិមាព្រះអង្គជេកព្រះអង្គចោមត្រូវបានគេជឿថាកសាងឡើងនៅក្នុងសម័យអង្គរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ចុងសតវត្សទី12ដើមសតវត្សទី13ដែលជាសម័យកាលព្រះពុទ្ធសាសនាមហាយានមានការរីកចម្រើនខ្លាំងបំផុតយើងចូលដល់សំណួរទី4សំណួរទី4ខ្ញុំសួរថា
តើប្រជាជនខ្មែរមានជំនឿយ៉ាងណាចំពោះរូបបដិមាទាំងនេះប្រជាជនខ្មែរមានជំនឿមុតមមខ្លាំងណាស់លើដៃជះបារមីនិងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គជេកព្រះអង្គចោមនៅក្នុងនោះបាទចំណុចមួយពាក់ព័ន្ធទៅនឹងការបន់ស្រន់សុំសេចក្តីសុខមនុស្សម្នាតែងតែទៅបន់ស្រន់សុំសេចក្តីសុខសំណាងល្អជោគជ័យក្នុងអាជីវកម្មការងារនិងការសិក្សាចំណុចនេះគឺភាគច្រើនណាឃើញបងប្អូនយើងដែលគាត់ទៅទីនោះគឺភាគច្រើនគាត់សុំសេចក្តីសុខសុំសេចក្តីចម្រើនសុំឲ្យការរកទទួលទានរបស់គាត់ទទួលបានភាពជោគជ័យរីកចម្រើនការងារការសិក្សាអីចឹងទៅបាទសុំឲ្យប្រឡងជាប់សូមឲ្យបានបន្ទុកល្អសូមឲ្យបានចំណាត់ថ្នាក់ល្អបានជាសិស្សពូកែអីចឹងបាទអញ្ចឹងគឺតាមសេចក្តីប្រាថ្នារបស់ពុកម៉ែបងប្អូនដែលទៅធ្វើការបន់ស្រន់បួងសួងនៅទីនោះមែនតើខ្ញុំធ្លាប់ដែរខ្ញុំធ្លាប់ទៅយកដង្វាយទៅថ្វាយដែរខ្ញុំសូមបើកវងកញ្ចក់បន្តិចកាលពីខ្ញុំធ្លាប់បើកមុខរបររកស៊ីតិចតួចបាទពីមុនមកណាអញ្ចឹងដើម្បីឲ្យមុខរបរនឹងមានភាពលូតលាស់ទៅមុខបាទរីកចម្រើនទៅមុខហ្នឹងក៏ធ្លាប់ទៅបន់ស្រន់បួងសួងនៅទីនោះដែរមែនតើទៅក្នុងនាមខ្ញុំបាទផ្ទាល់គឺខ្ញុំមិនបដិសេធទេចំពោះការបន់ស្រន់ការប្រាថ្នាការអធិដ្ឋានអីនេះគឺជាកម្លាំងចិត្តមួយនៅសម្រាប់ខ្ញុំណាគឺជាកម្លាំងចិត្តមួយនៅក្នុងចិត្តរបស់យើងហើយម្យ៉ាងនៅពេលដែលយើងទៅដុតធូបបន់ស្រន់ឬក៏ប្រាថ្នាអ្វីមួយដែលជាគោលដៅរបស់យើងហ្នឹងគឺសូមឲ្យព្រះអង្គនឹងជាសាក្សីសូមឲ្យព្រះអង្គនឹងជាកម្លាំងចិត្តតាមជួយថែរក្សាការពារនិងជំរុញនៅការងាររបស់យើងរងចាំផលានុផលមកដោយមិនបានធ្វើមិនមែនអញ្ចឹងទេបាទយើងទៅដុតធូបបន់ស្រន់បួងសួងហើយយើងខំធ្វើផងបាទយើងខំធ្វើផងខំធ្វើការងារព្យាយាមធ្វើជាមនុស្សល្អធ្វើការងារល្អការងារសុចរិតអីចឹងទៅបាទមិនមែនថាបានបន់ស្រន់ហើយបួងសួងហើយក៏មិនបានធ្វើអីដេកចាំទទួលផលហ្នឹងគឺដេកចាំដាំជីកហើយបាទគឺមិនបានទេទោះបីជាព្រះអង្គប្រកែប៉ុណ្ណាក៏អត់បានដែរអាហ្នឹងតើយើងខំដែរណាបាទណាតើយើងខំដែរអញ្ចឹងគឺខ្ញុំធ្លាប់បាទខ្ញុំធ្លាប់ទៅបន់ស្រន់បួងសួងយកដង្វាយទៅថ្វាយហើយមែនទៅគឺពេលដែលយើងទៅថ្វាយដង្វាយរួចហើយយើងមកវិញយើងខំធ្វើការងាររបស់យើងហ្នឹងគឺក្រោយមកគឺបានជោគជ័យចឹងមែនបាទគឺបានជោគជ័យបានដូចក្តីប្រាថ្នាដែលយើងប្រាថ្នាការដែលយើងទៅបន់ព្រះអង្គអញ្ចឹងណាគឺបានអញ្ចឹងមែនបាទវាមានភាពរីកចម្រើនទៅមុខបាទហូហែអញ្ចឹងមកបាទហ្នឹងគឺធ្លាប់អញ្ចឹងណានេះសម្រាប់ខ្ញុំទេប៉ុន្តែសម្រាប់បងប្អូនខ្ញុំអត់ដឹងទេថាបងប្អូនប្រាថ្នាថាម៉េចបន់ស្រន់បួងសួងថាម៉េចអាហ្នឹងគឺបើអាចបងប្អូនអាចខមមិនពីខាងក្រោមប្រាប់ផងហើយបានជោគជ័យប្រមាណភាគរយបានដូចបំណងបងប្រាថ្នាដែរទេបាទបងប្អូនអាចជួយខមមិននៅខាងក្រោមផងណាបាទនេះគឺជាចំណុចទី1ហើយចំណុចទី2ការព្យាបាលជំងឺបាទអ្នកខ្លះហ្នឹងគាត់មានជំនឿថាបារមីព្រះអង្គហ្នឹងគឺអាចជួយប្រោះប្រទានឲ្យជាសះស្បើយពីជំងឺដំកាត់ផ្សេងអាហ្នឹងគឺខ្ញុំអត់ធ្លាប់ទេចំណុចនេះប៉ុន្តែបងប្អូនយើងខ្លះគាត់ធ្លាប់បន់ដែរគាត់ធ្លាប់ឯថាជួនកាលទៅគាត់មើលគ្រូពេទ្យមិនជាមើលគ្រូខ្មែរមិនជាមើលអីមិនជាទៅវាអស់ជំរឿដល់តែពេលអស់ជំរឿក៏មានអីមានទៅដែរបន់ស្រន់បួងសួងហ្នឹងប៉ុន្តែត្រង់ថាគាត់បានផលអីយ៉ាងណាហ្នឹងខ្ញុំអត់ដឹងទេប៉ុន្តែបងប្អូនខ្លះគាត់ទៅបន់ស្រន់ថាសូមឲ្យមានសេចក្តីសុខឲ្យមានសេចក្តីចម្រើនកុំឲ្យមានរោគគាព្យាធិអីចឹងណាបាទអាហ្នឹងតាមការប្រាថ្នាបន់ស្រន់អធិដ្ឋានរបស់គាត់ទេបាទនេះគឺជាចំណុចទី2ហើយចំណុចទី3គឺការស្បត់ស្បែកបាទណែកន្លែងស្បត់ស្បែកហ្នឹងក៏សម្បូរដែរណាបាទកន្លែងហ្នឹង
មានទាំងចាស់មានទាំងក្មេងជាពិសេសយុវវ័យបាទគាត់ស្រឡាញ់គ្នាអញ្ចឹងទៅស្មោះស្ម័គ្រនឹងគ្នាអញ្ចឹងទៅគាត់អត់ដឹងថាត្រូវទៅប្រាប់អ្នកណាទេព្រោះរឿងដំបងតែ2នាក់អញ្ចឹងណាបាទមានតែតួប្រុសនិងតួស្រីអញ្ចឹងដើម្បីឲ្យដឹងឮទៅដល់អ្នកទី3ហ្នឹងអត់ទាន់ទៅដល់មេបាទេបាទបងប្អូនខ្លះទៀតគាត់ទៅដល់អង្គជីកអង្គចោមសិនមកដល់ខេត្តសៀមរាបហើយសូមឲ្យព្រះអង្គជីកព្រះអង្គចោមនឹងជាសាក្សីបាទដឹងរឿងបងនិងស្រីថាស្មោះស្ម័គ្រលុះខ្សែរហូតរៀងទៅអីចឹងទៅអាហ្នឹងគាត់ប្រាថ្នាសូមស្មោះស្ម័គ្រជាមួយគ្នាអីចឹងទៅបាទសូមឲ្យព្រះអង្គជួយដឹងឮផងអញ្ចឹងណាហ្នឹងហើយអាហ្នឹងគឺមានច្រើនតាមមើលខ្ញុំមានច្រើនប៉ុន្តែដល់ពេលបែកបាក់គ្នាអីយ៉ាងណាយ៉ាងណីទៅប្តឹងព្រះអង្គទៀតអីយ៉ាងណាក៏អត់ដឹងដែរឬនៅខ្ញុំអត់ដឹងដែរបាទអានេះគឺជាចំណុចទី2ហើយចំណុចទី3បាទចឹងខ្ញុំសូមអានបន្តិចបាទទីកន្លែងនេះក៏ត្រូវបានគេប្រើសម្រាប់ធ្វើពិធីស្បត់ស្បែកទីកន្លែងនេះក៏ត្រូវបានគេប្រើសម្រាប់ធ្វើពិធីស្បត់ស្បែកដើម្បីបង្ហាញពីភាពស្មោះត្រង់បាទឬក៏ដោះស្រាយទំនាស់ផ្សេងផងដែរព្រោះគេជឿថានរណាដែលខុសពាក្យសច្ចៈនឹងត្រូវបារមីដាក់ទណ្ឌកម្មអ្នកខ្លះទៅក៏និយាយមិនស្ដាប់គ្នាអញ្ចឹងទៅក៏នាំគ្នាទៅស្បត់ទៅស្បែកអញ្ចឹងទៅស្បត់ទៅស្បែកហ្នឹងមានអង្គជេកព្រះអង្គចោមដូចជាសាក្សីយើងបើអ្នកណាមិនស្មោះមិនត្រង់អីឲ្យចេះឲ្យចោអីចឹងណាបាទតាមតែគាត់សន្មត់គ្នាអញ្ចឹងទៅបាទអីចឹងគឺនៅក្នុងចំណុចទី4នេះពាក់ព័ន្ធទៅនឹងជំនឿណាជំនឿទៅលើព្រះអង្គជេកព្រះអង្គចោមបាទឥឡូវយើងឈានចូលទៅដល់ចំណុចចំណុចទី5ចំណុចទី5ខ្ញុំសួរថាដើមឡើយតម្កល់នៅទីណាបាទព្រះអង្គជេកព្រះអង្គចោមពីដំបូងឡើយហ្នឹងណាបាទតម្កល់នៅទីណារួចឥឡូវនេះបាទបច្ចុប្បន្ននេះតម្កល់នៅទីណានៅក្នុងនេះលោកថាបដិមាទាំងពីរអង្គនេះត្រូវបានគេរកឃើញនៅក្នុងប្រាសាទអង្គរវត្តនៅក្នុងប្រាសាទអង្គរវត្តដើមឡើយណាបាទនេះគឺតាម AI ទេអធិស្ឋានដល់ពុកម៉ែបងប្អូនមើលសិនជាខុសឆ្គងណាបាទនៅពេលដែលយកព្រះអង្គទាំងពីរអង្គនឹងចេញពីប្រាសាទអង្គរវត្តមកគឺក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរានោះលោកបានយកចេញពីតំបន់អង្គរហ្នឹងទៅតម្កល់នៅសារមន្ទីរប៉ុន្តែដល់ក្រោយមកទៀតសម្ដេចព្រះនរោត្តមសីហនុបាទព្រះមហាវីរក្សត្រខ្មែរយើងហ្នឹងបាទលោកយាងព្រះអង្គទាំងពីរហ្នឹងយកមកតម្កល់ទុកនៅសួនព្រះរាជដំណាក់បាទសួនព្រះរាជដំណាក់រាល់ថ្ងៃហ្នឹងដែលនៅស្ទឹងសៀមរាបនេះបាទនៅខាងលិចស្ទឹងសៀមរាបនេះនៅកណ្ដាលក្រុងសៀមរាបតែម្ដងណាបាទអាហ្នឹងគឺ AI គាត់ថាមកអញ្ចឹងខ្ញុំថាតាមគាត់ដែរទេហើយសម្រាប់បច្ចុប្បន្ននេះបដិមាទាំងពីរហ្នឹងក៏ត្រូវបានតម្កល់នៅក្នុងព្រះអាស្រមព្រះអង្គជេកព្រះអង្គចោមដែលស្ថិតនៅក្នុងសួនច្បារព្រះរាជដំណាក់ហ្នឹងក្នុងក្រុងសៀមរាបជាប់ទាំងដងស្ទឹងសៀមរាបនេះហើយឥឡូវយើងចូលដល់លក្ខណៈចំណាំនៅក្នុងចំណុចនេះគឺគេមាន note មួយថានៅក្នុងសម័យសង្គ្រាមជាពិសេសក្នុងរបបខ្មែរក្រហមរូបបដិមាគឺត្រូវបានគេយកទៅលាក់ទុកយ៉ាងអាចកំបាំងបាទនៅក្នុងអណ្ដូងមួយបាទវគ្គមុននោះខ្ញុំសួរដែរថាត្រូវបានខ្មែរក្រហមហ្នឹងយកទៅទម្លាក់ទឹកស្ទឹងបាទហើយដល់ពេលវគ្គនេះខ្ញុំសួរ2ដងវគ្គមុនថាយកទៅទម្លាក់ទឹកស្ទឹងដល់ពេលវគ្គនេះយកទៅទម្លាក់អណ្ដូងហើយអត់ដឹងថាមួយណាទេបងប្អូនអធិស្ឋានដោយសារខ្ញុំអត់ដឹងសិក្សាស្រាវជ្រាវរឿងនឹងពីខាងណាទៅខ្ញុំក៏សួរ AI ទៅអញ្ចឹងគឺអាចខុសអាចត្រូវហើយបើសិនជាបងប្អូនណាដឹងព័ត៌មាននឹងជាក់លាក់សូមមេត្តាជួយ comment ខាងក្រោមផងបាទហើយនៅក្នុងនេះខ្ញុំសូមអានថារូបបដិមានឹងគឺត្រូវបានគេយកលាក់ទុកអាចកំបាំងនៅក្នុងអណ្ដូងមួយដើម្បីការពារកុំឲ្យ
រងការបំផ្លិចបំផ្លាញហើយត្រូវបានកោះកកាយយកមកតម្កល់ជាថ្មីក្រោយសម័យសង្គ្រាមបញ្ចប់បាទនេះគឺនៅក្នុងកំណត់សម្គាល់ណាបាទឥឡូវនេះយើងចូលទៅដល់ចំណុចទី6ចំណុចទី6ខ្ញុំសួរថាតើរូបបដិមាទាំងពីរនេះជានិមិត្តរូបអ្វីចំពោះប្រជាជនខ្មែរព្រះអង្គជេកព្រះអង្គចោមជានិមិត្តរូបនៃនៅក្នុងនោះមាន3ចំណុចបាទចំណុចទី1សន្តិភាពនិងការការពារព្រះហស្ថប្រទានអភ័យតំណាងឲ្យការពារទឹកដីនិងប្រជាជនជួបតែសេចក្តីសុខចំណុចទី2ព្រលឹងវិញ្ញាណនិងអត្តសញ្ញាណខេត្តសៀមរាបព្រះអង្គគឺជាអ្នកថែរក្សាទឹកដីខេត្តសៀមរាបអង្គរទាំងមូលបើមកលេងខេត្តសៀមរាបហើយមិនបានទៅថ្វាយបង្គំព្រះអង្គជេកព្រះអង្គចោមគឺហាក់ដូចជាមិនទាន់បានមកដល់ខេត្តសៀមរាបពិតប្រាកដទេចំណុចទី3ការរួបរวมចិត្តគំនិតជាមជ្ឈមណ្ឌលនៃការជួបជុំផ្លូវចិត្តរបស់ពុទ្ធសាសនិកខ្មែរគ្រប់ទិសទីអញ្ចឹងបងប្អូនយើងមកដល់ខេត្តសៀមរាបហើយក៏បាទតែងតែទៅដុតធូបបន់ស្រន់បួងសួងសុំសេចក្តីសុខសុំសេចក្តីចម្រើនសូមឲ្យដែកជះព្រះបារមីព្រះអង្គជួយថែរក្សាខ្លួនជួយថែរក្សាក្រុមគ្រួសារខ្លួនជួយថែរក្សាប្រទេសជាតិមាតុភូមិយើងនឹងឲ្យមានសេចក្តីសុខឲ្យមានសេចក្តីចម្រើនអញ្ចឹងទៅឲ្យមានសេចក្តីចម្រើនចំណុចទី7សេចក្តីសន្និដ្ឋានរួមព្រះអង្គជេកព្រះអង្គចោមមិនត្រឹមតែជាគេដំណើរសិល្បៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានពីសម័យអង្គរប៉ុណ្ណោះទេប៉ុន្តែព្រះអង្គគឺជាបេះដូងផ្លូវចិត្តនិងជាបង្អែកជំនឿដ៏ស័ក្តិសិទ្ធិបំផុតរបស់ប្រជាជនខ្មែរឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់និងសង្គ្រាមជាច្រើនសម័យកាលការនៅគង់វង្សរបស់ព្រះបដិមាទាំងពីរអង្គនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃអត្តសញ្ញាណជាតិនិងជំនឿលើផ្នែកព្រះពុទ្ធសាសនាដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្នលោកស្រីលោកយាយលោកតាពុកម៉ែបងប្អូនជាទីគោរពនេះគឺជាប្រវត្តិនិងដំណើរដើមតងខ្លះៗពាក់ព័ន្ធទៅនឹងព្រះអង្គជេកព្រះអង្គចោមដែលមានតម្កល់នៅក្នុងខេត្តសៀមរាបតាំងពីយូរលង់ណាស់មកហើយខុសត្រូវលើសលួសខ្វះខាតយ៉ាងណាខ្ញុំបកករណាខ្ញុំបាទសូមអធិស្ឋានអភ័យទោសបាទដោយសារតែខ្ញុំជម្រាបជូននេះគ្រាន់តែជាព័ត៌មាននិងទិន្នន័យដែលផ្ដល់ដោយ AI ប៉ុណ្ណោះហើយព័ត៌មានដែលផ្ដល់ដោយ AI អាចនឹងមានកំហុសខ្លះជាមិនខានបាទអញ្ចឹងក៏សូមអធិស្ឋានអភ័យទោសពីសំណាក់បងប្អូនទាំងឡាយទាំងពួងផងដែរបាទអញ្ចឹងដើម្បីកុំឲ្យវីដេអូវែងពេកខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមនេះមុននឹងបញ្ចប់សូមចាត់បងប្អូនយើងបើយល់ថាវីដេអូខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនបងប្អូនអាចចុច like ចុច comment បាទឬក៏ចុច share ឬក៏ចុច subscribe បាទចុចជាវបាទចុចជាវមួយទៅដើម្បីទទួលបានវីដេអូក្រោយថ្មីបាទជារៀងរាល់ថ្ងៃពី channel របស់ខ្ញុំបាទរៀនពី AI បាទសូមគោរពជូនពរលោកអ្នកទទួលបានតែសេចក្តីសុខសុភមង្គលរកទទួលទានមានបានគ្រប់គ្នានិងគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះវត្តមានខ្ញុំបាទសូមអរព្រគុណនិងសូមអរគុណ